ចាដែលពេលផ្សារព្រៃខ្មៅឆេះនិយាយចំមកពលិប្រេះធំឈ្ងៀមមកតាមខ្សែភ្លើងហើយចាប្រជាកសិករខាងអាជីវករផ្សារព្រៃខ្មៅមានដីមួយកន្លែងសម្រាប់ធ្វើផ្សារព្រៃខ្មៅបណ្ដោះអាសន្នចានៅគៀនវត្តពាំងស្នោចាជិះតាមផ្លូវផ្ទះសំលីយេវ័នហ្នឹងជាត្រង់មកអាចច្រាក់ចូលទៅផ្ទះតមោកចាពីធំផ្ទះលោកជីធីមហ្នឹងផ្ទះថ្មហ្នឹងត្រូវវាយចោលចាត្រូវបើកផ្សារបណ្ដោះអាសន្នផ្សារព្រៃខ្មៅបណ្ដោះអាសន្នចាជាជនបានសុំមួយហើយចាបង្កើតផ្សារហ្នឹងជាបណ្ដោះអាសន្នទៅរួមផ្សារព្រៃខ្មៅធ្វើហើយចាបណ្ដោះអាសន្នហ្នឹងដឹងប្រហែលឆ្នាំឯងខ្ញុំក៏អត់ដឹងដែរចារហូតដល់មុខផ្ទះយញ៉េបក្បែរផ្លូវចូលផ្ទះមីធូលក់ជ្រក់ស្ពៃចាអាកែងកាច់ជ្រុងតិចអាចមកជ្រូកស្ដួចបន្តិចហ្នឹងកន្លែងលោកសុងពាត់លបងយកដីខ្ញុំហ្នឹងចាអាហ្នឹងពីធំហ្នឹងរហូតដល់ច្រកផ្លូវចូលផ្ទះតមោកហែងពីច្រកផ្លូវចូលផ្ទះតមោកដីហ្នឹងហើយរហូតដល់មកចុងកតុយដីច្រកផ្លូវចូលផ្ទះបងធូលក់ជ្រក់ស្ពៃធូធឿនមេកោលក់ជ្រក់ស្ពៃហ្នឹងចានៅភូមិព្រៃខ្មៅហ្នឹងគេដាក់ផ្សារបណ្ដោះអាសន្នភូមិព្រៃខ្មៅចាគេថាផ្សារបណ្ដោះអាសន្នព្រៃខ្មៅចាគេថាផ្សារព្រៃខ្មៅបណ្ដោះអាសន្នចាដាក់ថាផ្សារព្រៃខ្មៅបណ្ដោះអាសន្នណាពេលផ្សារព្រៃខ្មៅឆេះព្រោះឥឡូវឈ្ងៀមងៅខ្ញុំទៅព្រឹកមិញវាឈ្ងៀមខ្សែភ្លើងហើយចាព្រោះបងអាជីវករបានសុំកន្លែងហ្នឹងរួចហើយចាខ្ញុំក៏សូមអរគុណអាហ្នឹងជាដីខ្ញុំផ្ទាល់ហ្មងចាពីធំច្រាក់ចូលទៅផ្ទះតមុកហ្នឹងពីធំផ្ទះថ្មផ្ទះយីធីមធ្វើផ្ទះថ្មក្នុងដីខ្ញុំហ្នឹងរហូតដល់ចុងកតុយច្រាក់ផ្លូវចូលទៅផ្ទះបងធូធឿនចាមុខផ្ទះយីហិនមកមុខផ្ទះយីហិនប៉ោងណាន់នេះចាម៉ែអាស័យណយណាចាម៉ែសេណយចាសូមជម្រាបបងប្អូនវិជាកសិករឬអាជីវករក្នុងផ្សារព្រៃខ្មៅចាខ្ញុំបានអនុញ្ញាតឲ្យធ្វើផ្សារព្រៃខ្មៅបណ្ដោះអាសន្ននៅភូមិរបស់ខ្ញុំចាដីរបស់ខ្ញុំផ្ទាល់ហ្មងចាសូមអរគុណសូមជម្រាបដំណឹងដល់អាជីវករផ្សារព្រៃខ្មៅផងចាព្រោះការខ្ញុំនៅអាយុខ្ទង់5 ឆ្នាំគាត់បានស្នើសុំម្ដងកាលខ្ញុំដើរស៊ីឈ្នួលគេនៅផ្សារព្រៃខ្មៅចាក្មេងកំព្រាមួយនោះចាគាត់បានពិភាក្សាខ្ញុំភ្លេចឲ្យឆឹងហ្មងទំនឹកឃើញការចងចាំមកវិញចាខ្ញុំអត់ភ្លេចទេទំនឹកឃើញមិញវិញចាមីងថាហើយនឹងមីងមុំលក់សាច់គោហើយនឹងប្រពន្ធតាហេនណាពុនតាហេនម៉ែពូរ៉ានេះម៉ែពូរ៉ាកាប់ជ្រូកហ្នឹងម៉ាក់អាស័យច័ន្ទកាប់ជ្រូកហ្នឹងហើយនឹងបងច័ន្ទកាប់ជ្រូកមួយទៀតលក់សាច់ជ្រូកផ្សារព្រៃខ្មៅហើយនឹងអំសុកលក់មាសហ្នឹងអំសុកជុកលក់មាសហ្នឹងមួយដែរគាត់បានប្រជុំមួយខ្ញុំមួយហើយចាហើយនឹងអ៊ំជូចន្ទថានិងចាអ៊ីមលក់អសតដ្ឋានផ្សារព្រៃខ្មៅចាហើយចំពោះពេទ្យខ្ញុំខ្លាចតែប៉ះពាល់ការខ្ទាតនៅឧស្ម័នកាបូនិកដូចជាក្រាស់ហ្នឹងខ្ញុំខ្លាចខ្ទាតមកពេលសមាជិកនៅក្នុងពេទ្យក៏សូមប្រយ័ត្នប្រយែងបងណាមណ្ឌលសុខភាពព្រៃខ្មៅចាចំពោះអាជីវករនៅផ្សារព្រៃខ្មៅខ្ញុំបានអនុញ្ញាតលើដីខ្ញុំហ្នឹងហើយបដោយដីវាវែងដែរមិនមែនត្រឹម4-10 ម៉ែត្រទេ100 ម៉ែត្រចាបណ្ដោយដីបើយើងធ្វើជាជួរមកជួរទៅតឹងចេះតឹងដីចេះបាន3 តូបយើងធ្វើទុកទល់មុខគ្នាចេះវាឡើង6 តូបចាទល់មុខម្ខាង3 តូបបានអញ្ចឹងវាគ្រប់បាត់ហើយបងប្អូនចាសូមជឿហើយបើខ្វះនៅដីគៀនក្បែរផ្ទះពូញ៉ាក់មួយទៀតក្បែរវត្តនឹងនៅគ្នាចាមួយកណាត់ហ្នឹងណាអាចដាក់នៅក្នុងអាចដាក់បើកផ្សារនៅកន្លែងហ្នឹងមួយកណាត់បានវាយផ្ទះមីងគុណនឹងចោលទៀតចាហើយមីងគុណធ្វើក្នុងដីខ្ញុំនឹងចោលទីក្បែរផ្ទះពូញ៉ាក់មីងច័ន្ទគាត់ដើរស៊ីឈ្នួលលៀងច័ន្ទ
កម្មវិធីបុណ្យកម្មវិធីអីហ្នឹងណាអាដីដែលសឹមលីចាក់ដីកោទុកនៅក្នុងចៅហ្នឹងក៏ដីខ្ញុំដែរចាវាយផ្ទះមីងគុណក្នុងចៅធ្វើផ្សារតព្រោះវាហ្នឹងមានផ្លូវឆ្លងកាត់ចូលផ្លូវទៅផ្ទះយីឡូនណាយីឡូនម៉ែកាយសុភ័ណ្ឌយីឡូនម៉ែបុធឿនចាក់មីក្រូនេះធ្វើបាត់ចូលហ្នឹងវាមានផ្លូវលំមួយចូលទៅក្នុងទៅកន្លែងចិត្តដល់ផ្ទះមីងលីលក់បន្លែក្នុងផ្សារព្រៃខ្មែរមីឡាលក់ខោអាវក្នុងផ្សារព្រៃខ្មែរនេះហើយចូលទៅជ្រក់ផ្ទះធីតាចាធីតាទល់មុខផ្ទះមីងលីហ្នឹងណាចាដីកន្លែងហ្នឹងខ្ញុំសូមឈូសឆាយឲ្យស្មើសម្រាប់បើកផ្សារព្រៃខ្មែរបណ្ដោះអាសន្នបើយើងអាជីវករវាអត់គ្រប់ចឹងផ្លែអត់គ្រប់គ្នាអញ្ចឹងណាបើយើងដាក់ទៅទឹងចេះវាបាន3តូបប៉ិនបើកន្លែងធ្វើដីដែលសឹមលីចាក់ឲ្យផ្ទះមីងគុណនោះបានតែមួយតូបបាយមួយខ្នល់ចេះចាចឹងវាបើខ្ញុំពុះជាតូបទៅបានផែ5តូបដែរល្វែងដីនោះណាក្បែរផ្ទះពូញក់មីងច័ន្ទគាត់ស៊ីឈ្នួលលៀងចានតាមកម្មវិធីបនការទៀនការកម្មវិធីបនការចានិងកម្មវិធីជប់លៀងផ្សេងចាសូមអរគុណ